សួស្តីបងប្អូនអរគ្នាឆ្លប់ជួបគ្នាសារថ្មីម្ដងទៀតហើយតទៅពីបាត់មួយមួយរយៈធំខ្ញុំអត់សូវមានពេលធ្វើវីដេអូវានៅរៀងរវល់ការងារដែរអញ្ចឹងណាហើយខ្ញុំគាត់ហ្នឹងជិះធ្វើវីដេអូមួយទៅហើយថ្ងៃដៃមាន iPad Pro 11 inch ម្ដងណាដូចវាបញ្ហាវាឆ្លងទៅលើជើងសាកជើងសាកវាខ្លោចឡើងពីដុតសាកទៅចេញផ្សេងហុយហ្មងអញ្ចឹងម៉ាស៊ីនវាក៏ដំណើរការដែរសារវាឆ្លងប៉ាំងសាកក្រោមណាអញ្ចឹងទាមទារយើងដោះដូរជើងសាកផ្ទាំងiPad series ហ្នឹងវាប្រើស្រាប់កັບទេអញ្ចឹងវាតការផ្សារជើងចូលមួយបតណាអញ្ចឹងយើងតការផ្សារជើងចេញហើយយើងដាក់ប៉ាំងសាកថ្មីមកផ្ទាំងយើងផ្សារចូលវិញអញ្ចឹងណាហើយជើងវារឿងច្រើនណាយើងតការផ្សារចូលវាមួយកុំឲ្យជើងប៉ះគ្នាឲ្យវាឆ្លងអញ្ចឹងណាអញ្ចឹងនេះការលើករបស់ខ្ញុំដាក់សំណឲ្យដាក់ស្ររៀងខ្លាំងមកដើម្បីលើកជើងស៊ីនវាចេញទៅហើយយើងចាប់បានបៀសំណវាជើងស្មើដើម្បីវាស៊ីសំណថ្មីមកយើងដាក់ជើងថ្មីចូលទៅវាស៊ីអត់ស្អាតមកពេលផ្សារចូលណាអញ្ចឹងយើងសម្អាតវាតិចមកដើម្បីឲ្យឃើញ clean តិចមកតើវាសម្អាតហើយយើងទៅបដោះជើងសំណថ្មីទៅលើប៉ាំងថ្មីយើងណាបដោះជើងទាំងលើក្រោមវាមានសងខាងហើយយើងផ្សារវាស្អាតមកហើយការផ្សារយើងមានដាក់សំណដាក់ស្រលេងច្រើនមកបដោះជើងវាស្អាតណាជើងធ្វើម៉េចជិះវាឲ្យវាជាប់ជើងគ្នាទៅវាជាប់ជើងគ្នាវាអាចបើឲ្យម៉ាស៊ីនយើងអត់ដំណើរការណាហើយវាអាចឆ្លងទៅហើយយើងផ្សារស្អាតឲ្យស្អាតហើយយើងចាប់ដើមលោជាមួយបតរបស់យើងហ្នឹងលោឲ្យត្រូវជើងគ្នាអស់ហើយយើងចាប់ដើមផ្សារចូលទៅណាប៉ុន្តែយើងការផ្សារយើងដាក់សល់ថែមផងដើម្បីវាស៊ីល្អវាស្មើសាច់អីណាពួកវាដាក់ស្រលទៅវាកកពួកដាក់ស្រលទៅវារៀងលួងជាស្រួលផ្សារហើយការផ្សារវាយើងទាមទារឲ្យផ្សាររៀងស្អាតដែរអញ្ចឹងណាទោះបីផ្សារវាស៊ីជើងគ្នាស្មើទៅហើយឲ្យវាស្អាតឲ្យវាឲ្យអឹបអស់ហើយយើងសម្រាប់ clean វាតិចទៅវាស្អាតតិចណាហើយកុំភ្លេចបិទស្កុតការពារមកវាឆ្លងណាពូបើអត់បិទទេវាជើងដែលយើងផ្សាយវាអាចឆ្លងប៉ះជាមួយទូអញ្ចឹងណាយើងងាយឆ្លងបិទតិចទៅកុំវាឆ្លងណាហើយការងារយើងដូចផ្សាយអស់មានអីយកមកលោចាប់ពីក្រងចាប់ថ្មលោទៅណាបន្ទាប់ពីខ្ញុំចាប់ម៉ាស៊ីនចូលហើយខ្ញុំចាប់ដើមតេស្តសាកថ្មណាចាប់ដើមវាឡើងថ្មឡើង200អត់អញ្ចឹងណាហើយម៉ាស៊ីននេះវាថ្មសល់1%ហើយខ្ញុំសាកទៅទៅមើលទៅលើអំពែវិញបាន 1.6 អំពែណាហើយថ្ម1%ហើយយើងសាកចោលមកស្ទុះទៀតទៅយើងដឹងថាវាឡើង200អត់អញ្ចឹងណាព្រោះយើងតែឲ្យច្បាស់ទៅព្រោះការងារយើងពួក iPad នេះបើយើងរៀបចូលយកមកវាមិនស្រួលទេហើយនេះខ្ញុំតែម្ដងទៀតទេឡើងបាន 3% ណាខ្ញុំទុកចោលវាមិនស្ទុះទៅបាន 3% ដែរអញ្ចឹងមានថាម៉ាស៊ីនយើងដំណើរការអូខេអស់អញ្ចឹង